បងថ្ងៃនេះទៅណាបងថ្ងៃនេះយើងធ្វើដំណើរទៅសៀមរាបទៀតទៅសៀមរាបបងហ្នឹងហើយថ្ងៃនេះយើងយកអីធីទៅទៀតអញ្ចឹងឥឡូវនេះគីឡូគឺ670គីឡូពេញតែម្ដងហ្នឹងពេញថ្ងៃនេះយើងប្រើសីតុណ្ហភាពអីយើងប្រើគីឡូសម្រាប់កម្រិតខ្យល់គឺយើងប្រើតែ1កម្មទេហើយចាំមើលតើយើងជិះពីនេះទៅដល់សៀមរាបយើងចំណាយអស់ប៉ុន្មានបាទតោះទៅទាំងអស់គ្នាអញ្ចឹងកំពុងធ្វើដំណើរមកដល់ផ្លូវជាតិលេខ6ហើយអីវ៉ាន់រៀងច្រើនហើយនៅខាងគូតក្រោយដោយសារយើងត្រូវមានបេសកកម្មនៅខាងសៀមរាបបាទហើយយើងជិះទៅនេះគឺមានគ្នា4នាក់បាទ4នាក់អញ្ចឹងឡានរៀងទម្ងន់វាធន់ដែរទម្ងន់ផ្ទុកណាបាទបងហើយការប្រើប្រាស់យើងប្រើ comfort ទៅដែរទេបាទហើយប្លបឿនថ្ងៃនេះក៏ខ្ញុំនឹងកំណត់ត្រឹមតែ maximum គឺត្រឹម90គីឡូម៉ែត្រក្នុង1ម៉ោងបាទយើងចង់ដឹងថាតើការប្រើប្រាស់ឡានអគ្គិសនីនេះបើយើងធៀបនឹងឡានដែលយើងថិតឡានពីមុនយើងប្រើឡានសាំងតើវាសំចៃនៅក្នុងកម្រិតណាអូខេបងប្អូនទាំងគ្នានេះគឺជាទីតាំងដែលពួកខ្ញុំឈប់នៅស្គុនហើយកន្លែងខ្ញុំញ៉ាំបាយចម្ងាយផ្លូវពីសូរូមខ្ញុំមកស្គុនហ្នឹងគឺ76គីឡូហើយជាក់ស្ដែងគឺនៅក្នុងកុងទ័រគឺយើងចេញមក670ដោយសារតែយើងមាន regenerative braking យើងជាប់ប្រាំងទៅវានឹង store ទុកមួយចំនួនវិញអញ្ចឹងណាអញ្ចឹងអ្វីដែលពួកខ្ញុំជិះមកគឺសឹងតែមិនបាត់ហើយមានន័យថាវាជួយជំនួយឡើងទៅវិញទៀតអញ្ចឹងណាបងប្អូនទាំងគ្នាអូខេអញ្ចឹងណាឥឡូវយើងបន្តដំណើរទៅខាងសៀមរាបទៀតតាមដានបងប្អូនថាតើចម្ងាយផ្លូវពីនេះទៅដល់សៀមរាបតើយើងនឹងចំណាយអស់ប្រហែលគីឡូបន្ថែមទៀតតើវានឹងបាត់រែងឬក៏វាចំណេញបន្ថែមទៅលើការដែលយើងធ្វើដំណើរហ្នឹងហើយបងអញ្ចឹងគីឡូនេះបើយើងគិតពីល្បឿនដែលយើងជិះគឺចូល8 9ឬក៏9តិចតួចយើងអាចថេ 100% ទេអញ្ចឹងបាទអញ្ចឹងអមជាមួយនឹងយើងការជន់ហ្វ្រាំងអីផ្សេងគឺ braking assist ដែលគេហៅថា regenerative មកវិញហ្នឹងគឺយើងទទួលបានគីឡូមួយចំនួនមកវិញដែរបាទកន្លែងនេះគឺជាចំណុចសំខាន់វាចំណេញបាទយើងគិតថាចំណេញគឺចំណេញ5គីឡូមានថាវាអត់បាត់រែងហើយហើយវា generate រែងម៉ែត្ររែងគីឡូម៉ែត្រហ្នឹងឲ្យយើងវិញទៀតបាទអញ្ចឹងបងប្អូនដឹងហើយព្រោះពាក់ព័ន្ធដែលយើងប្រើគឺមានម៉ាស៊ីនត្រជាក់ហើយពួកខ្ញុំប្រើគេហៅអីម៉ាសាទៀតបាទអញ្ចឹងត្រូវតែគ្រប់គ្រងលើភ្លើងទាំងអស់អញ្ចឹងគេធ្វើមកនេះបើយើងបើកតាមល្បឿន90ឬ90ជាងខ្ញុំគិតថាអត់បាត់គីឡូទេសឹងតែ100បាទសឹងថា accurate 100% បាទអញ្ចឹងឥឡូវនេះយើងធ្វើដំណើរពីស្គុនមកចម្ងាយហ្នឹងគឺវា55 76គីឡូហើយអញ្ចឹងបើយើងមើលទៅលើកុងទ័ររបស់យើងវិញមានន័យថាគីឡូមិនមែនអស់បាត់គីឡូណាមិនមែនបាត់រែងណាមានថាយើងចំណេញវិញព្រោះដោយសារនៅលើគីឡូនេះបើយើងនិយាយទៅគឺទើបយើងចំណាយអស់តែ49គីឡូហើយអ្នកខ្លះគាត់គិតថាអូប្រហែលជាឡានអគ្គិសនីនៅពេលដែលយើងទិញមកឧទាហរណ៍ថាក្រុមហ៊ុនប្រាប់ថា675គីឡូហ្នឹងហើយចឹងវាអាចនឹងការប្រើប្រាស់ជាប្រចាំថ្ងៃវាអាចនឹងបាត់ណាបាទតែនេះ Haptech AT គឺដែលខ្ញុំតេស្ត2តង់នេះគឺមានន័យថាមិនមែនបាត់ទេមានន័យថាយើងជិះទៅចំណេញវិញទៀតមានតែចំណេញគីឡូមកវិញទៀតហ្នឹងហើយបងប្អូនគិតមើលឥឡូវមកដល់ទីតាំងពីកន្លែងខ្ញុំញ៉ាំអីមកដល់ទីតាំងដែលខ្ញុំកំពុងបើកនេះ56គីឡូកុងទ័រជាក់ស្ដែងគឺ600គីឡូដែលខ្ញុំចេញមកនោះចឹងឥឡូវនៅសល់550ចឹងវាអត់តែ50គីឡូទេយើងចំណេញ6គីឡូណាបាទដោយសារអី regenerative braking បាទការសាកបញ្ចូលដោយការជន់ហ្វ្រាំងរបស់យើងដែលយើងកំពុងតែបើកហ្នឹងណាបងប្អូនអញ្ចឹងកន្លែងនេះបងប្អូនកុំបារម្ភថ្មដែលធ្វើដោយ ion គឺល្អមែនទែន accurate សឹងថាអត់មានបាត់អីសោះនិយាយទៅក្រុមហ៊ុនឬក៏រោងចក្រហ៊ានធានាដល់ធានាមួយជីវិតអញ្ចឹងយើងគាត់ថាគុណភាពនៃថ្មដែលផលិតដោយខ្លួនឯងប្រើប្រាស់ដោយខ្លួនឯងគឺពិតជាមានគុណភាពមែនហ្នឹងហើយមែនទែនទៅមិនមែនតាHigh-Tech HT ទេលើ model ទាំងអស់របស់ ion របស់យើងណាបងគឺអញ្ចឹងទាំងអស់គុណភាពដូចគ្នាធានា8ឆ្នាំក្រៅពី model HT បាទអញ្ចឹងពិសេសមែនតើកន្លែងចំណុចនេះហ្នឹងហើយបងប្អូនទាំងគ្នាឥឡូវនេះយើងកំពុងតែធ្វើដំណើរមកដល់ខេត្តកំពង់ធំហើយអញ្ចឹងពីភ្នំពេញទៅសៀមរាបកាត់ខេត្តកំពង់ធំបងប្អូនមិនបារម្ភទេតាក់ទងជាមួយនឹង station នៅការសាកណាគឺនៅដល់កំពង់ធំហ្នឹងគឺកន្លែងច្រើនមែនតើហើយដល់ឡែកខាងខ្ញុំនេះគឺបញ្ញាប់ទៅសៀមរាបចឹងខ្ញុំអត់បានសាកចូលសាកទេហើយបានចូលថតឲ្យមើលទេព្រោះដោយសារតែពួកខ្ញុំនេះនៅសល់គីឡូថ្មហ្នឹងក៏ច្រើនដែរបើបងប្អូនរៀងស្ទើរថ្មអីអាចចូលសាកនៅកន្លែងណាមួយពីព្រោះថានៅលើ Google ក៏ដូចជានៅក្នុង Telegram យើងមាន app និង station ឲ្យបងប្អូនមើលបានអញ្ចឹងខ្ញុំនឹងធ្វើការដាក់នៅក្នុងហ្នឹងអញ្ចឹងណាបាទឥឡូវនេះយើងមកដល់ហូតែលដែលយើងត្រូវគេងនៅសៀមរាបហ្នឹងអញ្ចឹងការធ្វើដំណើរពីពេញមកដល់នេះយើងចំណាយអស់
ជាង300 គីឡូ យ៉ា អញ្ចឹងបើយើងមើលទៅពីរ៉េងអាគុយរបស់យើងគឺមានន័យថាវាសុក្រិតមែនតើហ្នឹងហើយបងយើងអាចថាវាលើសពីសឹងថាយើងអាចថាលើសពី 100% ដោយសារការដែលយើងជិះទៅនៅក្រោមលំឿននៃ90 គីឡូម៉ែត្រក្នុង1ម៉ោងគឺវាបាន generate នៅអាថាមពលមកវិញបាទមកវិញខ្លះទៀតការដែលគេធ្វើការ estimate ទៅលើ range នេះគឺវាសុក្រិតអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់ការផ្លាស់ប្ដូរក្នុងការប្រើប្រាស់នៅរថយន្តអគ្គិសនីខ្ញុំគិតថាគិតជាមិនខុសបំណងព្រោះដោយសារបើយើងធៀបនឹងឡានសាំងគឺវាសន្សំសំចៃមែនទែនព្រោះថាការដែលយើងចំណាយទៅលើការដែលសាកភ្លើងនេះគឺវាតិចហ្នឹងហើយខ្លាំងមែនទែនដោយសារយើងគិតមើល675 គីឡូម៉ែត្រនេះវាសាកវាអស់តែ$10ជាងទេបាទបើយើងនិយាយទៅយើងសាកជិះមកក្នុងប៉ុណ្ណឹងភ្លើងហ្នឹងណាបាទតែបើយើងធៀបនឹងសាំងយើងគិតមើល100 គីឡូយើងក៏ចំណាយថាយើងគិតថា9លីត្រចុះឧទាហរណ៍9លីត្រ1លីត្រ$1អញ្ចឹងក៏អស់$9បាទឬក៏$10ដែរក្នុង100 គីឡូបាទអញ្ចឹងបើធៀបគ្នាទៅវាខុសគ្នាវិញដីហ្នឹងហើយខុសគ្នាវិញដីអញ្ចឹងអរគុណសម្រាប់តាមដានទស្សនាវីដេអូពីដើមដល់ចប់សូមជួបវីដេអូរបស់ពួកខ្ញុំទាំងពីរនាក់នៅវីដេអូក្រោយទៀតអរគុណសូមជម្រាបលា